pun anh đó ta hà sập khbal anh bắt đầu riệp đôi cái tên ta muối có mình hiền thưa anh to chặt đây bà anh thà luôn anh còn bài chạy bắt đầu pun ai cho bà miền riêng đôi lù mà chàng chân anh nên bắt đầu pun rồi bị mạnh đời phục không cực rồi mình show bài đầm bay đỏ cồn ở ruồi pi xịt cái đây slap môn pil mà chỉ một đòn tại pil này cồn từng pi bài chơi bộ bull kia từ rồi xịt cái đây slap mình nhom cua thua dòng mình là o tới bồng lia bà anh chẳng ruồi phật pi cái đây slap nữa ai nè pil đại kia do mang một đại oi anh si trời stu stia crowd si smile bạn đạt pil pre ông đã rịch bánh chi ai lục bọc nom con từ đây cho mới pre ông nu bọc con mình ai bạn để sát banក្រោយពីមានហេតុការណ៍ដ៏អាក្រក់កើតឡើងក្នុងព្រះរាជវាំងរួចមកព្រះអង្គម្ចាស់ហ្សាហារ៉ាបានលុបបំបាត់រឿងអាស្រូវទាំងអស់ដោយពុំឲ្យមានអ្នកណាម្នាក់ដឹងទេហើយព្រះអង្គបានចាត់ឲ្យលោកអគ្គសេនាដែលជាចំណឹកព្រះអង្គរកស្រីក្រមុំមកផ្ទុំជាមួយព្រះអង្គរៀងរាល់រាត្រីលុះដល់ព្រឹកឡើងក៏ឲ្យលោកយកស្រីក្រមុំនោះទៅប្រហារជីវិតចោលដែលធ្វើឲ្យរឿងនេះកើតចលាចលពេញព្រះនគរហើយឪពុកម្ដាយខ្លះបង្ខំឲ្យកូនរៀបការតាំងពីអាយុ15-16ឆ្នាំព្រោះមិនចង់ឲ្យកូនត្រូវព្រះអង្គយកទៅប្រហារជីវិតទៅទូដំណឹងមកថាព្រះអង្គសាហារ៉ាបានឲ្យលោកពុករកស្រីកមុំទៅផ្ទុំរួមមេត្រីជាមួយនឹងព្រះអង្គរាល់ជប់តើរឿងនេះជាការពិតដែរទេពិតណាស់កូនស្រីប៉ុន្មានឆ្នាំមកនេះពុកធ្វើតាមព្រះរាជបញ្ជាព្រះអង្គដោយរកស្រីក្រមុំតាំងពីថ្នាក់មន្ត្រីជាន់ទាបរហូតដល់ប្រជារាស្ត្រសាមញ្ញឥឡូវនេះមនុស្សក្នុងមួយនគរបានដឹងអស់ហើយទើបចាប់កូនបង្ខំឲ្យរៀបការគ្រប់គ្នាដើម្បីបានរួចពីទោសប្រហារជីវិតព្រោះម្នាក់កំពុងតែគិតថាព្រះអង្គវង្វេងឈួតនឹងកម្មគុណហើយនាំគ្នាស្អប់ព្រះអង្គណាស់ចុះរឿងនេះដើមហេតុមកពីអ្វីទៅបានជាព្រះអង្គប្រែប្រួលប្រតិទៅបែបនេះពីមុនមកព្រះអង្គជាស្ដេចទសពិតរាជធរធ្វើឲ្យប្រជារាស្ត្រទូទាំងនគរគោរពស្រឡាញ់ព្រះអង្គណាស់ពុកមិនដឹងរឿងនេះឲ្យលម្អិតទេគ្រាន់តែដឹងថានៅក្នុងព្រះរាជវាំងមានអំពើឃាតកម្មសម្រាប់ព្រះមហេសីនិងពួកភីលៀងទាំងអស់នោះព្រះអង្គឲ្យពុករៀបចំបញ្ចុះសពព្រះមហេសីហើយក៏មិនបានបញ្ជាឲ្យស៊ើបពីរឿងនេះដែរតែព្រះអង្គបែរជាបិទបាំងរឿងនេះព្រោះខ្លាចបែកធ្លាយទៅនគរដទៃធ្វើឲ្យអាប់អោនដល់ព្រះកិត្តិយសរបស់ព្រះអង្គអើយពិតជាចម្លែកណាស់ពុកតាំងពីដើមមកខ្ញុំមិនដែលដឹងរឿងនឹងទាល់តែសោះមកស្ដាប់ហេតុផលលោកពុកនិយាយមើលទៅព្រះអង្គមានរឿងដែលលាក់ទុកក្នុងចិត្តជ្រៅណាស់មិនមែននៅសុកព្រះអង្គប្រព្រឹត្តអំពើបែបនេះទេហើយរឿងគួរមិនគួរវាបានកើតឡើងទៅហើយពេលនេះពុកកំពុងតែពិបាកចិត្តព្រោះយប់នេះដល់វេនកូនស្រីកមុំលោកមហាឧបរាជទៅដេកជាមួយព្រះអង្គហើយពុកកំពុងតែរកវិធីឲ្យកូនទាំងពីរគេចចេញពីទីនេះដើម្បីកុំឲ្យព្រះអង្គដាក់រាជទាន់ព្រោះមិនយូរមិនឆាប់មុខតែជាការប្រសាណាពុកមិនបាច់បញ្ជូនកូនលោកឧបរាជឲ្យទៅបម្រើព្រះអង្គទេទុកឲ្យកូនទៅជំនួសចោះសេរសាទហេតុអីក៏កូនពោលពាក្យបែបនេះមនុស្សគ្រប់គ្នាគេចង់រស់តែកូនបែរជាចង់ដើរចូលទៅផ្លូវមច្ចរាជទៅវិញមិនមែនទេពុកកូនធ្វើបែបនេះព្រោះចង់សង្គ្រោះស្ត្រីនៅក្នុងព្រះនគរឲ្យរួចផុតពីសេចក្តីស្លាប់ហើយខ្ញុំក៏មានបំណងសង្គ្រោះព្រះអង្គឲ្យរួចផុតពីសេចក្តីបាបដែរការដែលឯងនិយាយនេះបែបសម័យពេកហើយឯងយកអីទៅសំអាងដែលអាចហាមឃាត់ព្រះអង្គបាននោះពិតជាមានមធ្យោបាយគ្រប់គ្រាន់ដែលអាចធ្វើឲ្យព្រះអង្គកែប្រែចិត្តបានសូមលោកពុកកុំអល់ឯកអីបញ្ជូនខ្ញុំទៅចុះសេរសាទកូនរឹងក្បាលម្លេះកូនមិនគិតទេអីថាអ្នកដែលបានផ្ទុំជាមួយព្រះអង្គហើយគឺព្រះអង្គឲ្យពុកយកអ្នកនោះទៅប្រហារជីវិតដោយផ្ទាល់ដៃពុកមិនអាចធ្វើអញ្ចឹងបានទេលោកពុកខ្ញុំដឹងថាលោកពុកមិនចង់ប្រហារជីវិតកូនទេតែលោកពុកត្រូវដឹងថាបើខ្ញុំមិនបថយធ្វើមិននឹងដឹងទៅហើយកូនគិតថាបើទោះជារត់កិច្ចក៏រត់កិច្ចមិនរួចដែរបើដល់ពេលព្រះអង្គ
ដាក់រាជបញ្ជាឲ្យលោកពុកនាំកូនទៅដេកជាមួយព្រះអង្គនោះពុកក៏មិនអាចបដិសេធបានហើយចុងក្រោយពុកនឹងទទួលទោសជំនួសកូនដូច្នេះហើយសូមពុកបញ្ជូនកូនទៅចុះកូននឹងរកវិធីពន្យល់ព្រះអង្គឲ្យឈប់ប្រព្រឹត្តអំពើបាបបែបនេះទៀត កូនស្រីពុកដឹងថាកូនមានប្រាជ្ញាឆ្លៀសវៃតែអ្វីដែលយើងមិនបានដឹងតើប្រតិយរបស់ព្រះអង្គគិតយ៉ាងណាទើបព្រះអង្គបញ្ជាឲ្យពុកធ្វើបែបនេះ លោកពុករឿងនេះប្រកាសជាមានហេតុផលទើបបងស្រីទៅទូចសុំឲ្យលោកពុកបញ្ជូនគាត់ទៅខ្ញុំមានការបារម្ភដោយលោកពុកដែរតែបងស្រីគាត់បានបញ្យល់ប្រាប់ខ្ញុំថាអ្វីដែលកើតឡើងគឺតែងតែមានហេតុឲ្យតែយើងមានដំណោះស្រាយបញ្ហានោះឲ្យចំគោលដៅរឿងអាក្រក់ក៏ត្រូវបានបញ្ចប់ដែរ ឌីរសាទសេរសាទកូនទាំងពីរកើតក្តីមានះនេះតាំងពីពេលណាពុកខំគិតរមធ្យោបាយដើម្បីដោះកូនឲ្យរួចពីសេចក្តីស្លាប់មុនពេលមច្ចរាជមកដល់តែពេលនេះកូនទាំងពីរបែរជាបបួលគ្នាទៅរកសេចក្តីស្លាប់វិញការជជែករបស់ឯងទាំងពីរដូចជារឿងសត្វលាមកក្បាលដែលចង់ឲ្យគេបានសុខស្រួលតែបែរជានាំទុក្ខដល់ខ្លួនឯងស្ដាប់រឿងនេះសិនចុះកាលពីដើមឡើយមាននាយពិនិចម្នាក់ប្រកបដោយទ្រព្យសម្បត្តិស្ដុកស្ដំគាត់ចិញ្ចឹមសត្វជាច្រើននៅក្នុងផ្ទះហើយនាយពិនិច្យនោះមានវិជាសំខាន់មួយគឺគាត់ចេះស្ដាប់ភាសាសត្វទាំងអស់លុះថ្ងៃមួយគាត់បានឮលានឹងកូននិយាយគ្នាថាបងលាអើយបងលាបងឯងជាសត្វឥតមានទុក្ខសោះសពថ្ងៃនេះតាមខ្ញុំមើលទៅបងឯងប្រហែលសនុកហើយព្រោះម្ចាស់យើងប្រើបងឯងឲ្យធ្វើការតិចតួចណាស់ហើយមានមនុស្សនៅចាំថែទាំបងឯងដោះលាងសម្អាតរាល់ថ្ងៃឲ្យស៊ីសុទ្ធតែស្មៅខ្ចីគ្មានដីមកគ្រាប់ហើយផឹកតែទឹកថ្លាយ៉ាងត្រជាក់ចិត្តមិនដូចជាខ្ញុំទេមួយថ្ងៃភ្ជួររាស់គ្មានពេលឈប់សម្រាកហើយស៊ីតែកញ្ច្រាំងស្មៅចាស់គ្មានជាតិជើដល់ពេលដេកក៏ដេកតែលើអាចនោមខ្លួនឯងទៀតធ្វើឲ្យខ្ញុំតូច